ក្រងរដ្ឋបាលលិខិតចេញចូលបាទអញ្ចឹង app មួយនេះគឺយើងមាន link ចូលបែបនេះបាទហើយសម្រាប់ user គឺអាចចុះឈ្មោះថ្មីបានសម្រាប់ចូលប្រើប្រាស់នៅក្នុងប្រព័ន្ធនេះដូចជាចុះឈ្មោះស្ថាប័នឈ្មោះអ្នកប្រើហើយនឹងលេខសម្ងាត់ដើម្បីបង្កើតបានឥឡូវខ្ញុំសូមចូលទៅក្នុង user របស់ខ្ញុំតែម្ដងខ្ញុំមាន user បងប្អូនអាចតេស្តបាន user ហើយនឹង password 1 2 3មកបាទចូលទៅក្នុងប្រព័ន្ធហ្នឹងបាទអញ្ចឹងនៅក្នុងនេះគឺតកតងនឹងទិដ្ឋភាពទូទៅរបស់លិខិតរបស់យើងមានចេញមានចូលឡើងមកមានរបាយការណ៍មកក្នុងមួយឆ្នាំបាទអញ្ចឹងលិខិតចូលបាទនេះលិខិតចូលអញ្ចឹងអ្វីដែលយើងត្រូវធ្វើសម្រាប់ user ថ្មីគឺយើងត្រូវចូលទៅកំណត់ប្រព័ន្ធបាទកំណត់ប្រព័ន្ធទី1កំណត់ឈ្មោះដូចជាឈ្មោះស្ថាប័នដែលយើងបញ្ចូលពីមុនមកគឺជាប់ហើយបាទមួយទៀតការកំណត់លេខលិខិតតើចង់វាបញ្ចូលដោយដៃបាទលេខរួមគ្នាលេខអូតូ1 2 3ឬក៏ទៅតាមប្រភេទរបស់លិខិតបាទស្រ័យទៅបងប្អូនទេបើសិនជារើសថា1 2 3អញ្ចឹងនេះគឺជាចំនួនខ្ទង់បាទបងប្អូនចង់បានខ្ទង់គឺវាបញ្ចូលលេខកន្លែងនេះបាទសម្រាប់ចង់យកទៅប្រើប្រាស់អញ្ចឹងកន្លែងនេះយើងប្រើ Google Sheet ដើម្បីបង្កើត sheet មួយហើយយើង copy link share file របស់ folder share folder របស់ Google Sheet ហ្នឹងបាទ share folder មួយ share Google Sheet មួយប៉ុន្តែយើងយកជា public ដើម្បីឲ្យអាចប្រើប្រាស់បានណាធានាថា copy link ទាំងអស់ហ្នឹងគឺបើកសិទ្ធឲ្យប្រើប្រាស់បានទាំងអស់គ្នាបាទ copy paste link ដាក់ចូលពីប្រឡោះហ្នឹងមកបាទតមកទៀតកន្លែង logo យើងអាច choose file នេះដើម្បីដាក់ logo បានបាទអញ្ចឹងចុចរក្សាទុកមកបាទចំណុចបន្តគឺតកតងទៅនឹងលិខិតចូលបាទលិខិតចូលយើងមានកំណត់ថ្ងៃខែឧទាហរណ៍ថាថ្ងៃទី15ចុះបាទអញ្ចឹងប្រភេទលិខិតថាជូនដំណឹងបាទអញ្ចឹងវាចេញលេខស្វ័យប្រវត្តិមកលេខ14បាទលិខិតអញ្ជើញបាទអានេះគឺវាចាប់ទៅតាមចំនួននៃលិខិតរបស់យើងអាចដូរបាទនេះលិខិតនេះអត់ទាន់មានចេញលេខ001បាទឃើញទេបាទនេះបាទហើយកន្លែងប្រភេទលិខិតនេះយើងជ្រើសរើសបានយើងអាចកំណត់បាននៅក្នុងកន្លែងប្រភេទលិខិតនេះបាទអញ្ចឹងរាល់លិខិតគឺយើងធ្វើការបន្ថែមបាននៅក្នុងនេះបាទបន្ថែមឈ្មោះលិខិតអីទៀតបាទនៅក្នុងនេះខ្ញុំមានប៉ុណ្ណេះហើយបងប្អូនអាចថែមបានបាទអញ្ចឹងនៅក្នុងលិខិតចូលនេះតបពីជ្រើសរើសមករើសប្រភេទជូនដំណឹងបាទស្ថាប័នណាមួយខ្លឹមសារដាក់ចូលមកហើយជ្រើសរើស file ហ្នឹងបាទយើងរក្សាទុកបាទយើងរក្សាទុកជោគជ័យវាតិចខាងលើនេះហើយវានឹងធ្លាក់ចូលមកខាងក្រោមនេះខ្លឹមសារហ្នឹងបាទនេះលេខ14ឧទាហរណ៍ណាបាទអញ្ចឹងអ្នកណាអ្នកបញ្ចូលហើយកន្លែងនេះយកបានភ្ជាប់ឯកសារទេកាលនេះដែលយើងភ្ជាប់ឯកសារគឺយើងអាចបើកមើលបាននៅក្នុងហ្នឹងបាទក្នុងហ្នឹងបាទតទៅទៀតតកតងនឹងលិខិតចេញក៏ដូចគ្នាដែរបាទរបៀបធ្វើគឺដូចតែគ្នាទេកន្លែងនេះយើងមានច្រោះបាទយើងច្រោះឲ្យដល់ចង់រកលិខិតអញ្ជើញបាទហើយលិខិតអញ្ជើញយ៉ាងឈ្មោះអីយើងsearch នៅក្នុងប្លោះនេះមកបាទយើងអាចច្រោះបានដូចគ្នាលិខិតចូលក៏ដូចគ្នាបាទយើងអាចស្វែងរកលិខិតជូនដំណឹងបាទច្រោះជំរាបអត់មានបាទសេចក្តីសម្រេចបាទយើងច្រោះមកហើយយើងវាយឈ្មោះខ្លឹមសារថែមនៅក្នុងទៀតវានឹងចេញមកនៅក្នុងក្រោមនេះបាទកន្លែងនេះគឺតកតងរបាយការណ៍បាទយើងចង់មើលចេញចូលខែណាយើងទាញច្រោះទិន្នន័យមកបាទច្រោះទិន្នន័យមកយើងឃើញនៅក្នុងនេះបាទយើងអាចមើលបានដូចគ្នាបាទចុចមើល preview បានបាទយើងបោះពុម្ពជា PDF ក៏បានដែរបាទបោះពុម្ព PDF បាទបោះពុម្ពជាឯកសារស្លឹកណាបាទនេះបាទហើយជើងក្រោមនេះយើងអាចកែបានអត់អីទេបាទមានកន្លែង edit ណាបាទកន្លែងកែតម្រង់នេះបាទយើងអាចដូរចំណងជើងក្រោមនេះយើងកែបន្តិចទៅបាទ copy ខាងលើមកដាក់ក្បែរខាងក្រោមមកបាទថែមថយតិចតួចទៀតអីទៀតឡើយហ្នឹងបាទចុចកំណែវិញមកបាទហើយចំណុចបន្តតទៅកន្លែងធុងសម្រាមបាទធុងសម្រាមហ្នឹងធ្វើអីបាទធុងសម្រាមហ្នឹងបានន័យថាឧទាហរណ៍ថាឥឡូវយើងចូលទៅលិខិតរបស់យើង
បាទឧទាហរណ៍ថាឥឡូវជូនដំណឹងចុះបាទឥឡូវតាក់ទងធុងសម្រាមបានន័យថាឥឡូវយើងលុបឧទាហរណ៍ខ្ញុំលុបណាចុចលុបមកចូលទៅក្នុងធុងសម្រាមបាទឥឡូវយើងលុបលិខិតនឹងចោលបាទអញ្ចឹងយើងបាត់លិខិតហ្នឹងហើយបាទលិខិតមិញបាត់ហើយណាបាទអញ្ចឹងយើងមើលនៅធុងសម្រាមយើងអាចទាញទិន្នន័យលិខិតដែលបានលុបហ្នឹងចេញពីធុងសម្រាមមកវិញបានធុងសម្រាម014នេះបាទនេះ user ឈ្មោះរបស់គាត់ហ្នឹងណាហើយនេះគឺពេលដែលគាត់លុបបាទជាប្រភេទលិខិតចូល restore វិញបានបាទ014បាទអញ្ចឹងយើងយល់ព្រមមកបាទយើងចូលយល់ព្រមលិខិតហ្នឹងគឺត្រឡប់ទៅក្នុងកន្លែងដើមវិញហើយបាទនេះបាទ014នេះឃើញទេបាទយើងអាចលុបហើយនឹងទាញមកវិញបានហើយអ្នកណាអ្នកលុបអ្នកកែអីគឺជាប់ឈ្មោះនៅខាងក្រោមនេះបាទមានម៉ោងអញ្ចឹងនៅពេលដែលយើងលុបលិខិតគឺអត់បាត់ទេលិខិតហ្នឹងគឺ store ទុកនៅក្នុងហ្នឹងបាទតទៀតគណនីកន្លែងនេះយើងអាចដូរឈ្មោះដូរ password បាននៅក្នុងហ្នឹងបាទមួយទៀតអ្នកប្រើអញ្ចឹងយើងអាចគ្រប់គ្រងអ្នកប្រើយើងអាចបង្កើតអ្នកប្រើបានច្រើនណាជា admin ជាអីចឹងយើងថែមមកបាទកន្លែងនេះឈ្មោះគណនីលេខសម្ងាត់ទូនាទីគាត់ជាបុគ្គលិកឬក៏ជា user សកម្មឬក៏ផ្អាកអីគាត់ចូលលេងបានកន្លែងហ្នឹងណាបាទនេះគឺតម្រងងងឹតបាទចុចចេះបែងងឹតវិញបាទអញ្ចឹងកន្លែងកំណត់ប្រព័ន្ធដូចជាអស់ហើយបាទមានប៉ុណ្ណឹងបាទហើយយើងអាច log out ចេញបានធម្មតាបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបើបងប្អូនគិតថាវីដេអូហ្នឹងល្អឬក៏យកទៅប្រើទៅដំណើរការល្អរលូនអីបាទកុំភ្លេចជួយចុច like ចុច share វីដេអូនេះមួយផងបាទអរគុណច្រើនបាទ